នេះគឺជាប្រាសាទដ៏តូចមួយនៅក្នុងបរិវេណរាជធានីអង្គរធំទោះបីជាប្រាសាទនេះតូចមានក្តីប៉ុន្តែបើនិយាយពីសម្រស់និងភាពទាក់ទាញវិញគឺមិនឲ្យចែងប្រាសាទនានាជាច្រើននៅក្នុងតំបន់អង្គរនោះទេជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូមួយនេះខ្ញុំនឹងនាំពុកម៉ែបងប្អូនទាំងអស់គ្នាមកស្គាល់ប្រាសាទដ៏ស្រស់ស្អាតមួយនិងដ៏ពេញនិយមមួយនៅក្នុងបរិវេណរាជធានីអង្គរធំដែលប្រាសាទបុរាណដ៏ល្អឯកនិងដ៏ទាក់ទាញមួយនេះមានឈ្មោះថាប្រាសាទព្រះប៉ាលិល័យស្ថិតនៅក្នុងបរិវេណនៃរាជធានីអង្គរធំនៅខាងក្រៅវត្តទេប្រណមប្រមាណ200ម៉ែត្រស្ថិតនៅក្នុងព្រៃឈើតិចធំដែលផ្ដល់នូវម្លប់ដ៏ត្រឈឹងត្រឆៃមានប្រាសាទបុរាណតូចមួយមានឈ្មោះថាប្រាសាទព្រះប៉ាលិល័យប្រាសាទបុរាណមួយនេះត្រូវបានកសាងឡើងនៅក្នុងសម័យកាលនៃសតវត្សទី12និងបន្តរហូតមកដល់សតវត្សទី16ដើម្បីឧទ្ទិសដល់ព្រះពុទ្ធសាសនាហីនយាននៅពេលដែលយើងធ្វើដំណើរចូលមកកាន់ប្រាសាទមួយនេះនោះយើងនឹងឃើញថាប្រាសាទនេះមានព្រះពន្លាកិត្តិយសមួយសាងអំពីថ្មភក់លម្អដោយបង្កាន់នាគក្បាល7និងចម្លាក់តោបែរទៅទិសខាងកើតនៅខាងចុងនៃព្រះពន្លាមានរូបបដិមាព្រះពុទ្ធសាងអំពីថ្មភក់ដ៏ធំមួយទ្រង់គង់ក្នុងទម្រង់យកព្រះធរណីធ្វើជាសាក្សីប្រាសាទព្រះប៉ាលិល័យមានប្រាង្គធំមួយសង់នៅលើខឿនដែលមានកាំជណ្ដើរបែរទៅរកទិសសំខាន់ទាំង4ហើយមានកំពែងប៉ាត់ជុំវិញប៉ុន្តែសប្តាហ៍ថ្ងៃនៅសេសសល់តែជារាងកំពែងនៅផ្នែកខាងកើតដែលសាងអំពីថ្មបៃក្រៀមលាយឡំនឹងការលម្អដោយថ្មភក់នៅខ្លងទ្វារប៉ុណ្ណោះខ្លងទ្វារនេះមានលម្អផ្ដែនិងហោជាងដែលមានចម្លាក់រឿងពុទ្ធប្រវត្តិជាច្រើននៅខ្លងទ្វារកណ្ដាលបែរទៅទិសខាងកើតមានចម្លាក់ហោជាងស្ដីអំពីព្រះពុទ្ធទ្រង់ឈរប្រហែលជាលើដៃមួយចំហៀងដាក់ត្រឹមដើមទ្រូងដើម្បីសម្ដែងការទទួលនៅការគោរពពីការគោរពបូជាចំពោះព្រះអង្គចំណែកឯចម្លាក់ផ្ដែនៅខាងក្រោមហោជាងនេះបង្ហាញអំពីរូបព្រះពុទ្ធចូលបរិនិព្វានដោយយកដៃស្ដាំទ្រព្រះកេសនិងដៃឆ្វេងដាក់សណ្ដូកលើព្រះកាយហើយនៅពីក្រោមព្រះអង្គមានក្រុមសាវកកំពុងតែយំទួញសោកចំពោះការបាត់បង់ទ្រូងនៅលើខ្លងទ្វារខាងជើងបែរទៅទិសខាងកើតមានចម្លាក់ហោជាងស្ដីអំពីក្រុមសត្វស្វានិងសត្វដំរីគោរពបូជាថ្វាយម្ហូបចង្ហាន់ចំពោះព្រះពុទ្ធចម្លាក់ហោជាងពីចិនបែរទៅទិសខាងជើងចិនក្រោមបង្ហាញអំពីរូបព្រះពុទ្ធទ្រង់ប្រោសដំរីឈ្មោះនីឡាគិរីដែលត្រូវបានទេវទត្តលេងក្នុងគោលបំណងឲ្យចិនព្រះពុទ្ធខណៈព្រះអង្គកំពុងនិមន្តបិណ្ឌបាតក្នុងក្រុងរាជក្រឹស្នបើយើងក្រឡេកទៅមើលពីទិដ្ឋភាពជាក់ស្ដែងសប្តាហ៍ថ្ងៃនៅក្នុងបរិវេណប្រាសាទព្រះប៉ាលិល័យមួយនេះវិញទោះបីជាប្រាសាទនេះមានទំហំតូចហើយស្ថិតនៅរាងកប់ចូលទៅក្នុងព្រៃព្រមទាំងមានតួប៉មតែមួយមានក្តីតែប្រាសាទនេះតែងតែមានភ្ញៀវទេសចរជាច្រើនមកលេងជាហូរហែហើយជាពិសេសប្រាសាទមួយនេះក៏បានក្លាយជាប្រាសាទមួយដ៏ពេញនិយមដែលបងប្អូនខ្មែរយើងជាច្រើនតែងតែមកគោរពបូជាបួងសួងសូមសេចក្តីសុខចម្រើនទៅតាមជំនឿរៀងៗខ្លួនក្រៅពីការពេញនិយមនៅក្នុងការបន់ស្រន់ប្រាសាទនេះក៏ជាប្រាសាទដ៏ពេញនិយមមួយសម្រាប់ការថតរូបអនុស្សាវរីយ៍ជាមួយនឹងប្លង់ស្អាតៗជាពិសេសតែងតែមានកូនកំលោះកូនក្រមុំគូស្នេហ៍ជាច្រើនចូលចិត្តមកថត pre-wedding នៅក្នុងប្រាសាទព្រះប៉ាលិល័យមួយនេះណាចំណុចមួយនៅក្នុងចំណោមភាពទាក់ទាញជាច្រើនរបស់ប្រាសាទបុរាណមួយនេះនោះគឺជាចំណុចដែលមានដើមឈើធំៗចំនួន3ដើមដោះយ៉ាងត្រសងគ្នានៅលើប្រាសាទមួយនេះវាជាចំណុចមួយដែលមើលទៅពិតជាអស្ចារ្យនិងប្លែកភ្នែកយ៉ាងខ្លាំងក្រៅពីភាពទាក់ទាញប្រាសាទនេះក៏រងការខូចខាតជាច្រើនដែរដោយយើងអាចមើលឃើញថាពាក់កណ្ដាលនៃកំពូលរបស់ប្រាសាទគឺត្រូវបានដួលរលំយ៉ាងដំណំថ្មបាក់បែកខ្ចាត់រប៉ាត់រប៉ាយចុះមកក្រោមហើយបើសិនជាយើងធ្វើដំណើរមួយជុំបរិវេណប្រាសាទនេះនោះយើងនឹងឃើញថាមានគំនរថ្មបាក់បែកជាច្រើននិងមានរូបចម្លាក់មួយចំនួនក៏ត្រូវបានរងការបាក់បែកផងដែរហើយនៅក្នុងវីដេអូប្រាសាទព្រះប៉ាលិល័យមួយនេះដែរគឺខ្ញុំមានតែប៉ុណ្្នឹងទេដើម្បីចែកជូនដល់បងប្អូនទាំងអស់គ្នាហើយយើងនឹងជួបគ្នាជាមួយនឹងវីដេអូប្រវត្តិសាស្ត្ររបស់ប្រាសាទនានាជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជាយើង